រឿងយល់ច្រឡំ3យ៉ាងរបស់អ្នកធ្វើវីដេអូថ្មីៗកុំតន់អាមកទឹកចិត្តបើសិនវីដេអូរបស់បងប្អូនមាន view តិចហើយកុំបន្ត Facebook តាមមិនជឿរុញវីដេអូបងប្អូនមកពីបងប្អូនយល់ច្រឡំរឿងទាំង3យ៉ាងខាងក្រោមនេះ 1. គិតថាផុសវីដេអូកាន់តែច្រើនកាន់តែល្អខុសហើយបងប្អូនផុសមួយថ្ងៃ 4-5 វីដេអូតែវីដេអូអត់មានគុណភាពអត់មាន credit Facebook ក៏វាមិនដឹងរុញទៅណាដែរផុសតែមួយវីដេអូឬ2វីដេអូបានហើយឲ្យហ្មត់ចត់ឲ្យល្អជាងនិងឲ្យមានភាពទាក់ទាញ 2. មិនចាំបាច់មានទូរស័ព្ទឬសម្ភារៈល្អៗយកមកថតទេទូរស័ព្ទល្មមៗក៏អាចយកមកប្រើការបានដែរ 3. សាកល្បងផុសឲ្យទៀងពេលវេលាជាពិសេសផុសនៅពេលដែលមនុស្សសម្រាកពីការងារដូចជាម៉ោង 11 ថ្ងៃត្រង់ឬក៏ម៉ោង 6 ល្ងាចនេះជាម៉ោងដែលល្អសម្រាប់ការផុសព្រោះអ្នកភាគច្រើនគាត់សម្រាកពីការងារមានពេលវេលាមើលទូរស័ព្ទបើគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like share និង follow ម្នាក់មួយផង